ថ្ងៃនេះខ្ញុំបានបរិច្ចាគឈាមជាលើកដំបូងក្នុងឆាកជីវិតនេះគឺជាវីដេអូដែលខ្ញុំបានទៅបរិច្ចាគឈាមជាលើកដំបូងប៉ុន្តែខ្ញុំទៅតែបានផុសពេលដែលខ្ញុំបានចូលរួមគឺមានឈ្មោះថាធ្វើជាអ្នកបរិច្ចាគឈាមសង្គ្រោះជីវិតនិងសង្គ្រោះបឋមហើយនៅក្នុងកម្មវិធីផងដែរគឺមានជ្រើសរើសអ្នកដែលស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមហើយខ្ញុំក៏សម្រេចចិត្តថាចូលរួមបរិច្ចាគឈាមដែរកន្លែងដែលពួកយើងបានបរិច្ចាគឈាមគឺនៅទីស្នាក់ការកណ្ដាលរបស់កាកបាទក្រហមកម្ពុជាអត្ថប្រយោជន៍នៃការបរិច្ចាគឈាមកាត់បន្ថយជំងឺមហារីកនានាកាត់បន្ថយកូលេស្តេរ៉ុលនិងភាពតានតឹងក្នុងផ្លូវចិត្តកាត់បន្ថយការដាច់សរសៃឈាមក្នុងខួរក្បាលកាត់បន្ថយកំហាប់ឈាមនិងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ថ្លើមនិងលំពែងជួយឲ្យប្រសើរឡើងវិញនៅសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់អ្នកបានចូលរួមចំណែកក្នុងការងារសប្បុរសធម៌ក្នុងសហគមន៍ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលជាការបរិច្ចាគឈាមប្រកបដោយទឹកចិត្តជ្រះថ្លានិងធ្វើឲ្យយើងបានបន់ផងដែរមិនតែប៉ុណ្ណោះធ្វើឲ្យយើងរស់បានយូរទៀតផងអ្នកដែលអាចបរិច្ចាគឈាមបានទី1មានសុខភាពល្អមានអាយុចាប់ពី18ដល់60ឆ្នាំមានទម្ងន់ចាប់ពី45គីឡូឡើងទៅមិនមានបញ្ហាឬជំងឺអ្វីមួយចំពោះស្ត្រីគឺអាចបរិច្ចាគឈាម4ខែម្ដងហើយនិងបុរសគឺអាចបរិច្ចាគឈាម3ខែម្ដងដូច្នេះប្រសិនបងប្អូនចង់ទៅបរិច្ចាគឈាមហើយគិតថាខ្លួនឯងអាចបរិច្ចាគឈាមបានទៅចូលរួមបរិច្ចាគឈាមទាំងអស់គ្នា